ខ្ញុំជឿថាបងប្អូនខ្មែរយើងនៅកូរ៉េមួយចំនួនធំគឺបានភ្លក់មុខម្ហូបមួយមុខនឹងហើយឯមែនអត់បងប្អូនថ្ងៃនេះអាកាសធាតុក្តៅខ្លាំងមែនតើហើយខ្ញុំចេញពីធ្វើការក៏ចូលឈៀងមកយកកូនចេញពីសាលាមត្តេយ្យមកហើយដោយសារតែខែនឹងខែក្តៅណាបងប្អូនក្តៅខ្លាំងដូចនៅខ្មែរយើងខែចែកអញ្ចឹងហើយខែក្តៅខែត្រជាក់គឺថាពិបាកជាងគេគឺអ្នកដែលមានកូនតូចៗហើយជាពិសេសកូនដូចគ្នានៅសាលាមត្តេយ្យអញ្ចឹងគាត់អាសាក្តៅអាសាអត់ស្រួលខ្លួនអីចឹងណាថ្ងៃនេះកូនរៀងក្តៅខ្លួនហើយជឺកំពុងក៏ពេលអញ្ចឹងហើយឈៀងចេញពីធ្វើការក៏ចូលយកគាត់មកពីសាលាមត្តេយ្យនឹងឈៀងចូលមកមន្ទីរពេទ្យមកទិញថ្នាំឥឡូវបណ្ឌិតរួចរាល់ហើយពេទ្យចេញជាបញ្ជាអីទៅទិញថ្នាំទិញអីរួចរាល់ហើយត្រឡប់ទៅផ្ទះវិញណាបងប្អូនមកដល់ផ្ទះវិញគឺថាក្នុងទូទឹកកកកំសត់ខ្លាំងមែនតើអត់មានអីក្រៅពីតសក់មកកំណាត់ម្ទេសមកកញ្ចប់ហើយនឹងក្រូចឆ្មាមួយអញ្ចឹងហើយខ្ញុំអត់ដឹងថាធ្វើម្ហូបអីថ្ងៃហ្នឹងបណ្ដាយដោយសារថាថ្ងៃហ្នឹងកូនក្តៅខ្លួនហើយមេឃវារៀងក្តៅដែរពេលអញ្ចឹងហើយគឺថាមានតែមុខម្ហូបមួយមុខហ្នឹងឯងប្រហែលជារៀងសាកសមជាងគេណាហើយមុខម្ហូបហ្នឹងសម្រាប់ជនជាតិកូរ៉េគាត់ហៅថាអូអ៊ីនេងគុកប៉ុន្តែសម្រាប់ភាសាខ្មែរខ្ញុំងាយបកឲ្យងាយស្រួលស្ដាប់ទៅគឺហៅថាជ្រក់តសក់ត្រជាក់អញ្ចឹងហ្មងណាបងប្អូនដោយសារថាម្ហូបមួយមុខហ្នឹងគឺត្រូវការភាពត្រជាក់ហើយអញ្ចឹងហើយគឺយើងដាក់ជាមួយនឹងតកកថែមទៀតដើម្បីវាត្រជាក់ពិសេសបងប្អូននៅធ្វើការនៅតាមរោងចក្រពេលញ៉ាំអាហារថ្ងៃត្រង់គាត់ថាអាជុំម៉ាគាត់ធ្វើម្ហូបមុខនឹងមកគាត់ថាអូស្រស់ស្រាយខ្លាំងមែនតើនិយាយពីថាតិចឲ្យល្ហឹមហើយរសជាតិវិញនិយាយពីថាឆ្ងាញ់អស់តោះហើយជាដំបូងគឺយើងហាន់តសក់ជាចំណិតសៃបែបហ្នឹងមកណាបងប្អូនសៃកាន់តែទូកាន់តែឆ្ងាញ់បន្តមកទៀតគឺយើងហាន់ខ្ទឹមបារាំងជាចំណិតសៃស្ដាងដូចគ្នាអញ្ចឹងបណ្ដាយបើសិនជាដាក់ខ្ទឹមបារាំងពណ៌សវិញគឺថាវាបែបយ៉ាងដូចគ្នាបណ្ដាយដោយសារថានៅផ្ទះខ្ញុំអត់មានខ្ទឹមបារាំងពណ៌សទេខ្ញុំមានតែពណ៌ស្វាយហ្នឹងអញ្ចឹងខ្ញុំប្រើពណ៌ស្វាយហ្នឹងទៅដោយសារថារសជាតិវាគឺមិនខុសគ្នាតែដូចតែគ្នាតែគ្រាន់តែខុសពណ៌តែប៉ុណ្្នឹងឯណាបងប្អូនយើងហាន់ជាសៃស្ដាងអញ្ចឹងមកបន្តមកទៀតយើងដាក់វាបញ្ចូលខ្ញុំថែមជាមួយនឹងម្ទេសបន្តិចណាបងប្អូនខ្ញុំអត់ដាក់ច្រើនទេដោយសារថាម្ទេសហ្នឹងគឺម្ទេសហឹលយើងដាក់ជាមួយនឹងខ្ទឹមច្រាំស្ករហើយនឹងអំបិលទឹកស្ត្រីបន្តិចមកហើយបន្តមកទៀតដាក់ទឹកខ្មេះសម្រាប់រសជាតិមួយមុខហ្នឹងគឺថាវាមានរសជាតិរៀងជូរហើយនឹងប្រៃមិនប្រៃខ្លាំងទេណាបងប្អូនគឺប្រៃឡែមតែប៉ុណ្្នឹងឯងហើយនឹងសារាយសមុទ្រគឺថាខ្ញុំយកទៅស្រោះវាបន្តិចដើម្បីឲ្យវាមានពណ៌រៀងភ្លឺបន្តិចណាបងប្អូនដោយសារថាសារាយសមុទ្របើសិនជាយើងយកវាទៅស្រោះគឺពណ៌វារៀងភ្លឺជាងយើងអត់ស្រោះហើយបន្តមកទៀតគឺយើងចាក់ទឹកចូលណាបងប្អូនទឹកហ្នឹងគឺទឹកត្រជាក់បងប្អូនអើយគឺខ្ញុំបើកពីទឹកចម្រោះមកហ្មងពីត្រជាក់ស្រាប់អញ្ចឹងយើងដាក់ទៅហើយបន្តមកទៀតយើងក្របវាទុករយៈពេល30ទៅ1ម៉ោងអីចឹងទៅមុននឹងយើងហូបដើម្បីឲ្យវាត្រជាក់និយាយទៅគឺម្ហូបមួយហ្នឹងគឺត្រូវការភាពត្រជាក់ខ្លាំងមែនតើខ្ញុំក្របវាចិត្តហើយបន្តមកទៀតខ្ញុំយកវាមកដាក់នៅក្នុងទូទឹកកកចោលរយៈពេល30នាទីទៅ1ម៉ោងមុននឹងយើងញ៉ាំហើយមុនពេលញ៉ាំហ្នឹងគឺថាថែមជាមួយនឹងទឹកកកទៀតបងប្អូនគឺថាឲ្យត្រជាក់ខ្លាំងមែនតើហើយញ៉ាំគឺយករសជាតិទឹកកកតែម្ដងឥឡូវនេះទៅសក់ត្រាំតែខ្ញុំបានត្រាំទុកហ្នឹងគឺថាបានរយៈពេល30ទៅ40នាទីណាបងប្អូនអញ្ចឹងហើយដល់ពេលដែលញ៉ាំហើយគឺថាខ្ញុំដាក់ជាមួយនឹងទឹកកកដែលខ្ញុំបានដុំមិញនិយាយទៅមុខម្ហូបមួយមុខហ្នឹងគឺថាងាយស្រួលខ្លាំងមែនតើបងប្អូនប៉ុន្តែរសជាតិវិញគឺថាអូយហើយសម្រាប់បងប្អូនខ្មែរយើងដែលមកដល់ប្រទេសកូរ៉េដំបូងហើយបើបានញ៉ាំម្ហូបមួយមុខហ្នឹងវិញវាគឺថាអូយនឹកស្រុកខ្លាំងមែនតើចង់ត្រឡប់ទៅផ្ទះវិញថ្ងៃហ្នឹងហ្មងតែបើសម្រាប់បងប្អូនដែលរស់នៅកូរ៉េយូរហើយគឺគាត់ស្វាមជាមួយនឹងរសជាតិមុខម្ហូបកូរ៉េហើយញ៉ាំបាយញ៉ាំអីរួចរាល់គឺថាបញ្ចុកថ្នាំកូនណាបងប្អូនហើយថ្នាំកូរ៉េគឺបែបហ្នឹងឯងថ្នាំ